ជឿដោយពិចារណាបាទស្ដាប់ឲ្យព្រឹកក្បាលមូលហេតុដែលក្រុមគ្រួសារធ្វើអាពាហ៍ពិពាហ៍ជាមួយនឹងរឿងនេះគឺដោយសារតែបន្ទាប់ពីបានទៅរំលឹកព័ត៌មាននេះហើយឥឡូវនេះផលិតកម្ម LD គឺបានយកសាច់រឿងពិតហ្នឹងទៅផលិតជាខ្សែភាពយន្តចាក់នៅក្នុងរោងភាពយន្តហើយអញ្ចឹងទ្រាំអត់បានទេគឺត្រូវតែទៅកក់សបុតសិនព្រោះអីផលិតកម្ម LD បានប្រកាសឲ្យថ្ងៃទី20ខែមីនាហ្នឹងគឺគេបានយកទៅចាក់គ្រប់រោងភាពយន្តទាំងអស់ហើយអញ្ចឹងឥឡូវនេះគឺអត់ចាំយូរទេមកដល់ Eden ហ្មងដើម្បីកក់សបុតដោយសារតែឃើញគេបើកឲ្យកក់សបុតនៅ Eden ប៉ុន្តែនៅកន្លែងផ្សេងគឺអត់ដឹងទេតែឥឡូវមកឈរតំណងជួរកក់សបុតសិនហើយនិយាយទៅការតំណងជួរហ្នឹងគឺមានមនុស្សច្រើនមែនតើតែបានចូលទៅទិញអញ្ចឹងណាប៉ុន្តែប្រហោងពោះដែរពេលបុគ្គលិកថាក៏អត់បានបងដល់ពេលមានណាតែយើងបានបុគ្គលិកផ្សេងទៀតដែលគាត់ចូលមកសម្រួលថាអត់អីបងអាចកក់បានអូធូរចិត្តមែនតើឥឡូវនេះគឺកក់បានសបុតហើយសួស្តីអ្នកទាំងអស់គ្នាបន្ទាប់ពីម្សិលមិញដែលខ្ញុំបានមើល official trailer របស់រឿងភ្លើងឆេះក្លឹបក្រុមដីមកគឺនេះបញ្ញាប់មកកក់ភ្លាមហ្មងគាត់តែគេបើកគេប្រាប់ថាបើកឲ្យកក់សបុតភ្លាមគឺខ្ញុំមកភ្លាមហ្មងឥឡូវនេះគឺខ្ញុំកំពុងតែនៅ Eden អញ្ចឹងខ្ញុំបានកក់រួចហើយនៅ Legend ណាហើយដឹងមិនអត់មិញហ្នឹងគាត់តែខ្ញុំចូលទៅកក់បុគ្គលិកទី1គាត់ប្រាប់ថាចេះដោយសាររឿងនេះនៅរៀងឆ្ងាយពេកគេអត់ទទួលកក់ឲ្យខ្ញុំលំភ័យហ្មងណាព្រោះឯងខំមកតាំងពីផ្ទះឆ្ងាយផងដើម្បីមកកក់ឲ្យបានសបុតមុនគេមើលថ្ងៃទី20អញ្ចឹងណាតែក៏សំណាងល្អដែរមានបុគ្គលិកម្នាក់ទៀតគាត់ចូលមកប្រាប់ថាបងអត់អីអាចកក់បានអញ្ចឹងឥឡូវនេះគឺខ្ញុំកក់បានសម្រាប់ហើយអញ្ចឹងកុំភ្លេចថ្ងៃទី20គឺយើងអាចមកមើលទាំងអស់គ្នាអញ្ចឹងត្រូវប្រញាប់មកកក់នៅ Eden ទាំងអស់គ្នាមកណាហើយនៅកន្លែងផ្សេងខ្ញុំអត់ទាន់ដឹងថាគេបើកទទួលកក់ឬក៏អត់ទេប៉ុន្តែនៅ Eden គឺខ្ញុំកក់បានហើយចាំមើលខ្ញុំនឹងចេញ part 2 មួយទៀតសម្រាប់ក្រោយពីមើលរឿងហ្នឹងថាអារម្មណ៍ខ្ញុំពេលដែលខ្ញុំមើលរឿងហ្នឹងហើយតើវាមិនបាច់វាគួរឲ្យខ្លាចឬក៏កំ pl ៃ ឬក៏មិនឥឡូវយើងអត់ទាន់ដឹងទាំងអស់គ្នាអញ្ចឹងយើងចាំមើល part 2 ទាំងអស់គ្នាថ្ងៃទី20បន្ទាប់ពីខ្ញុំបានមើលរឿងហ្នឹងហើយអូខេយើងចាំជួបគ្នាបាយបាយ